សប្បុរសជនចំនួន4ក្រុមបាននាំយកថវិកាមកបរិច្ចាគជូនកាកបាទក្រហមកម្ពុជានៅក្នុងឱកាសអបអរសាទរខួបលើកទី163ទិវាពិភពលោកកាកបាទក្រហមអត្ថច័ន្ទក្រហម8ឧសភាឆ្នាំ2026ក្រោមមូលបទបន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌ដើម្បីគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជានៅក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅទូទាំងប្រទេសនាថ្ងៃទី12ខែឧសភាឆ្នាំ2026នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានៅក្នុងជំនួបសវនកម្មជាមួយសប្បុរសជនចំនួន4ក្រុមកាលពីថ្ងៃទី12ខែឧសភានៅទីស្នាក់ការកណ្ដាលកាកបាទក្រហមលោកជំទាវបណ្ឌិតអុកម៉ាលីអគ្គលេខាធិការហិរញ្ញកាកបាទក្រហមកម្ពុជាបាននាំនៅព្រះរាជបណ្ដាំសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសនិងប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលផ្ដាប់ផ្ញើសួរសុខទុក្ខនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសប្រកបដោយសទ្ធាជ្រះថ្លានិងការស្ម័គ្រចិត្តរបស់សប្បុរសជនទាំងអស់ដែលតែងតែចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាដែលសកម្មភាពដ៏ថ្លៃថ្លានេះគឺជាកម្លាំងចលករមិនអាចខ្វះបានជួយទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជាជាមួយគ្នានេះលោកជំទាវបណ្ឌិតអុកម៉ាលីក៏បានជម្រាបជូនសប្បុរសជនអំពីការប្រើប្រាស់ថវិកានិងសម្ភារៈរបស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំកន្លងទៅក្រៅពីការប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិជនភេសជ្ជដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពក៏បានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានាដូចជាការជីកអណ្ដូងទឹកស្អាតការសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាននានារួមជាមួយការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារការផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួន$1 លានជូនមូលនិធិគុណធបុប្ផាការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបការចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់សមាគមអង្គការមជ្ឈមណ្ឌលនានាដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រាជនមានពិការភាពចាស់ឥតទីពឹងជាដើមជាស្ដែងពីឆ្នាំ2025មកដល់ដើមឆ្នាំ2026កាកបាទក្រហមកម្ពុជាបានផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលផ្ទាល់ជាង 110,000 គ្រួសាររួមទាំងប្រជាពលរដ្ឋភេសជ្ជគ្រួសារយុទ្ធជនពលីនិងយុទ្ធជនរងរបួសក៏ដូចជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗសូមជម្រាបថាសប្បុរសជន4ក្រុមរួមមានក្រុមទី1ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងអ្នកវិនិវត្តន៍តាមរយៈគណៈប្រតិភូដឹកនាំនៃឯកឧត្តមញឹមខេមរារដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តមហេមវណ្ឌីរដ្ឋមន្ត្រីថវិកាចំនួន80 លានរៀលក្រុមទី2ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា PLC BIDC Bank Cambodia ថវិកាចំនួន$30,000សហរដ្ឋអាមេរិកក្រុមទី3ឯកឧត្តមឈួនប៊ុនឈឿនតំណាងឯកឧត្តមបណ្ឌិតប្រាក់កុសលថវិកាចំនួន$2 លាននិងឯកឧត្តមឈួនប៊ុនឈឿនថវិកាផ្ទាល់ចំនួន$1.5 លាននិងក្រុមទី4ឯកឧត្តមសៅរុនរ៉ានីតំណាងឯកឧត្តមជាវណ្ឌិតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ថវិកាចំនួន$50,000សហរដ្ឋអាមេរិក